ថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីអាហារដែលជួយអូនឡើងគីឡូតោះចង់ដឹងមានប្រភេទអាហារអីខ្លះកុំភ្លេចតាមដានជាមួយខ្ញុំទាំងអស់គ្នាយើងមានដូចជាប្រភេទពួកត្លុងបារាំងស៊ុតចេកប្រេងអូលីវម្សៅឈីសប្រេងផារីឡាផ្លែប៊ឺហើយនឹងប្រភេទអាហារមួយចំនួនទៀតដូចជាប្រភេទពួកនំប៉័ងហើយនឹងអាហារផ្សេងជាប្រភេទសាច់មានដូចជាសាច់គោសាច់មាន់សាច់ត្រីសាច់ជ្រូកជាដើមឡែកប៉ុន្តែសួរថាបើចង់ឲ្យកូនឡើងគីឡូយើងដាក់ទាំងអស់នឹងចូលគ្នាមែនទេណូគេដាក់ចូលគ្នាអញ្ចឹងឯនេះខ្ញុំមកបង្ហាញពីម៉នុយស៊ុបត្លុងបារាំងជាមួយនឹងសាច់ទ្រូងមាន់ជូរម៉ាមីទាំងអស់គ្នាសម្រាប់អូន6ខែឡើងទៅម៉ាមីទាំងអស់គ្នាឆ្ងល់ហើយមែនទេហេតុអីក៏ម៉នុយដែលខ្ញុំធ្វើនឹងអត់មានអង្គយើងអញ្ចឹងជាទូទៅម៉ាមីទាំងអស់គ្នាជាប្រភេទអង្គធម្មតាដែលយើងប្រើទូទៅប្រចាំថ្ងៃហ្នឹងគឺអីដែលសម្បូរគឺសម្បូរទៅដោយជាតិស្ករនិងជាតិម្សៅអញ្ចឹងវាធ្វើឲ្យកូនយើងក្តៀនជាដើមឡាអញ្ចឹងហើយមិនប្រកាសថាគ្រប់ម៉នុយកូនទាំងអស់យើងត្រូវតែមានអង្គទើបធ្វើឲ្យកូនឡើងគីឡូអញ្ចឹងយើងអាចជ្រើសរើសអីដែលខ្ញុំរៀបរាប់ខាងលើហ្នឹងយកមកច្នៃឬយកមកផ្សំវាចូលគ្នាដើម្បីបង្កើតជាអាហារឲ្យកូនបានជាក់ស្ដែងដូចថ្ងៃនេះអញ្ចឹងខ្ញុំប្រើជាត្លុងប្រាំងគឺសម្បូរកាបូនហៃដ្រេតដែលយើងអាចប្រើជំនួសអង្គបានធ្វើឲ្យកូនឆ្អែតដូចគ្នាជួយឲ្យកូនឡើងគីឡូអត្ថប្រយោជន៍របស់វាក៏មានច្រើនដែរមកមានទាំងអស់គ្នាសម្បូរទៅដោយសារធាតុឧបត្ថម្ភសម្បូរទៅដោយវីតាមីន C ប៉ូតាស្យូម Fiber វីតាមីន B ហើយនិងជាតិរ៉ែផ្សេងហើយដែលសំខាន់ណាស់គឺវាជួយដល់សុខភាពបេះដូងជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមហើយជួយដល់សុខភាពឆ្អឹងជួយដល់ប្រព័ន្ធរំលាយអាហារផងដែរផ្នែកបន្លែប៉ោះបៃតងខ្ញុំប្រើជាបន្លែខែលមកមានទាំងអស់គ្នាអត្ថប្រយោជន៍របស់វាគឺច្រើនមែនតែរៀងពិបាករកទិញបន្តិចទេអញ្ចឹងបើសិនជាមកមានទាំងអស់គ្នាពិបាកក្នុងការរកទិញអាចប្រើជាម្សៅខែលជំនួសក៏បានដែរដែលអត្ថប្រយោជន៍របស់ខែលហ្នឹងគឺជួយបានច្រើនមែនតែជួយដល់សុខភាពភ្នែកជួយដល់ឆ្អឹងជួយដល់សុខភាពបេះដូងហើយដែលសំខាន់ហ្នឹងគឺការពារការខូចជាលិកានៅក្នុងរាងកាយប្រយោជន៍ប្រឆាំងនឹងជំងឺមហារីកសម្បូរវីតាមីន C វីតាមីន K ហើយនិង beta carotene ចំណែកផ្នែកសាច់ថ្ងៃនេះខ្ញុំអត់មានសាច់ស្រស់ហើយខ្ញុំប្រើជាម្សៅទ្រូងមាន់ម៉ាមីទាំងអស់គ្នាម៉ាមីក៏មានការយល់ច្រឡំថាដាក់សាច់ទៅធ្វើឲ្យកូនក្តៀនមិនមែនមកពីដាក់សាច់ទេបើសិនជាយើងធ្វើបបរកូនយើងអត់ដាក់សាច់ទៅកូនក៏អត់មានកម្លាំងដែរដូចយើងអញ្ចឹងបើសិនជាយើងញ៉ាំតែបន្លែផ្លែឈើយើងអត់មានកម្លាំងទេវាឆ្អែតប៉ុន្តែវាអត់មានកម្លាំងអត់មានថាមពលក្នុងរាងកាយហើយខ្ញុំបន្ថែមជាស៊ុតមួយគ្រាប់ដែរចំណែកស៊ុតគឺយើងអាចប្រើតែស៊ុតពណ៌ក្រហមសិនបើយើងបារម្ភខ្លាចកូននៅលាក់ស៊ីជាមួយនឹងផ្នែកសសម្រាប់ម៉នុយមួយនេះគឺណានាំមែនតើម៉ាមីទាំងអស់គ្នាគួរតែធ្វើក្លិនក៏ឈ្ងុយរសជាតិក៏ឆ្ងាញ់បើនិយាយពីល្បាយវិញឡើង cream មែនតើហ្មងហើយនៅក្នុងរសជាតិនេះទោះយើងអត់បន្ថែមជាម្សៅស៊ុបទឹកស៊ីអ៊ីវក៏ដោយក៏ធ្វើឲ្យម្ហូបរបស់យើងមួយមុខនេះរសជាតិឆ្ងាញ់ដែរដោយសារម្សៅទ្រូងមាន់របស់យើងនឹងគឺធ្វើចេញពីសាច់មាន់ពិតស្រស់តែម្ដងចឹងហើយធ្វើអាហាររបស់យើងគឺមានជាតិឆ្ងាញ់មែនតើហើយសម្រាប់ប្រេងអូលីវខ្ញុំណែនាំម៉ាមីទាំងអស់គ្នាបើសិនជាចាញ់ក្លិនប្រេងអូលីវដូចខ្ញុំគួរតែប្រើប្រេងនេះដោយសារវាអាស៊ីតទាបវា soft taste មានន័យថាវារសជាតិស្រាលហើយក្លិនវាអត់ឆួលដូចជ័រទេសម្រាប់ម៉ាមីដែលមានចម្ងល់តាក់ទងនឹងអាហាររូបត្ថម្ភឬក៏ម៉នុយផ្សេងរបស់កូនអាចតាក់ទងមកកូនដំរីបានយើងមានទាំងលក់ដុំនិងលក់រាយអរគុណសម្រាប់ការទស្សនា